យើងកើតទុកច្រើនដោយសារយើងស្ពាយរឿងអតីតនឹងមកច្រើនពេកបំព្រមទម្លាក់ចោលរឿងខកណារឿងល្អអីយើងនឹកអីសុបាយចិត្តនឹកបននឹកកសលអីហ្នឹងមិនអីទេបើយើងស្ពាយរឿងខកវាសៅមកហើយនឹងភ័យរឿងដែលមិនទាន់មកដល់មិនទាន់កើតឡើងដេកភ័យដេកព្រួយក៏នាំឲ្យកើតទុកដែរហើយនឹងយើងជាប់ឬបច្ចុប្បន្នឬគេសរសើរគេនន្ទាហ្នឹងក៏នាំឲ្យយើងកើតទុកដែរអញ្ចឹងរៀនដោះលែងខ្លួនឯងសេចក្តីទុកអតីតឲ្យវាកើតម្ដងបានហើយកុំឲ្យវាមកលងយើងច្រើនដងពេករឿងណាដោះស្រាយបានដោះស្រាយរឿងណាដោះមិនបានអានឹងធ្វើម៉េចទទួលថាវាយើងមានកម្មអញ្ចឹងចុះហើយរឿងស្អែកអនាគតចាំស្អែកចាំជួបតែសំខាន់យើងប្រឹងធ្វើការងារអីដោយស្មារតីអស់ពីចិត្តពីថ្លើមហើយក៏មិនជាប់ជំពាក់ដែរគេសរសើរគេនន្ទាមានសុខខ្លះមានទុក្ខខ្លះចាត់ទុក្ខខ្លះរឿងធម្មតាកើតហើយលុតទៅវិញទេមិនទៀងទេទុក្ខក៏វាមិនទៀងនៅទុក្ខរហូតសុខក៏វាមិនទៀងនៅសុខរហូតដែរអញ្ចឹងអត់ជាប់នឹងរឿងហ្នឹងវាអត់មានកាវ500 102អញ្ចឹងពេលអានឹងវារសាត់ទៅគឺយើងមិនកើតទុក្ខដែរ